បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបាទសូមមកបង្ហាញទីតាំងដីនឹងផ្ទះលក់មួយកន្លែងជូនពុកម៉ែបងប្អូនទាំងអស់គ្នាបាទសម្រាប់ទីតាំងដីនឹងផ្ទះនេះគឺល្អមែនទែនបងប្អូនសម្រាប់បងប្អូនចង់ទិញដីហើយសម្រាប់សង់ផ្ទះរស់នៅបងប្អូនអាចពិចារណាមកមើលដីនឹងផ្ទះនេះបានគឺនៅក្នុងភូមិទីប្រជុំជនមានផ្ទះប្រជាពលរដ្ឋច្រើនកកនៅជិតនឹងសាលារៀនបាទមានប្រព័ន្ធភ្លើងមានប្រព័ន្ធទឹកទីតាំងល្អមែនទែនបងប្អូនតែ30ម៉ែត្រទេពីសាលារៀនបងប្អូនណាបាទនេះគឺជាសាលារៀនអន្តរជាតិនៅក្នុងភូមិបាទហើយបងប្អូនមើលមានផ្ទះប្រជាពលរដ្ឋគឺច្រើនមែនទែនហើយមានផ្លូវកាត់ខ្វែងបងប្អូនណាបាទផ្លូវនេះគឺផ្លូវចូលទៅក្នុងភូមិបាត់ស្ដាមនោះគឺឡើងទៅដល់ផ្លូវកស៊ូដែលគេកំពុងតែចាក់ជ្រុយរាល់ហើយនោះមើលឃើញភ្នំក្រាំងដីមាសបងប្អូនបាទនេះគឺជាសាលារៀនអន្តរជាតិបងប្អូនណាគឺមានសិស្សសាលាច្រើនហើយមានទៅដល់អនុវិទ្យាល័យបងប្អូនបាទថ្នាក់ទី8ទី9ហើយនៅទីនេះបងប្អូនមើលជាក់ស្ដែងទាំងអស់គ្នាបាទគឺមានផ្ទះប្រជាពលរដ្ឋជុំវិញមានប្រព័ន្ធភ្លើងបាទហើយផ្លូវនេះបងប្អូនបាទផ្លូវនេះគឺជាផ្លូវគម្រោងចាក់បេតុងរបស់ឃុំឆាប់នេះផងដែរឥឡូវបងប្អូនមកមើលទីតាំងដីនឹងផ្ទះលក់ជាមួយខ្ញុំបាទគឺទីតាំងល្អណាស់បងប្អូនហើយតម្លៃធូរថ្លៃបាទនេះគឺជាទីតាំងដីនឹងផ្ទះដែលត្រូវលក់បងប្អូនណាគឺនៅជាប់ជាមួយនឹងផ្លូវកែងបងប្អូនងាយស្រួលសម្រាប់បើកអាជីវកម្មបើកកន្លែងលក់ដូររកស៊ីបានហើយមានរបងជុំវិញខាងមុខនេះបងប្អូនដាក់ជាប្រព័ន្ធលូហើយចាក់ដីលុបគឺយើងសល់សាច់ដីទលាយបាទហើយរបងនេះបងប្អូនអាចរើហើយយើងធ្វើរបងដែកសម្រាប់រុញវិញអញ្ចឹងយើងអាចធ្វើតូបលក់ដូរបើកលក់ដូរចាប់ហួយលក់អាជីវកម្មបានច្រើនប្រភេទបាទហើយផ្លូវនេះបងប្អូនបាទផ្លូវនេះគឺឆ្ពោះឡើងទៅដល់ផ្លូវជាតិលេខ5បាទផ្លូវអាស៊ានវៀងក្រុងកំពង់ឆ្នាំងបងប្អូនទៅមុខតែ200ម៉ែត្រជាងទេឡើងទៅដល់ផ្លូវជាតិលេខ5បងប្អូនមើលឃើញឡានបើកលើផ្លូវហ្នឹងបាទយើងចុះពីផ្លូវជាតិលេខ5ចង់ចំណុចផ្លូវ8ជា4មកតែឈាន200ម៉ែត្រទេបងប្អូនណាបាទទីតាំងល្អមែនតើបងប្អូនខាងមុខនេះយើងអាចដាក់លូហើយចាក់ដីលុបឃើញចំណីផ្លូវធំទលាយយើងរុះរបងចាស់នេះចេញធ្វើរបងថ្មីរុញបាទសម្រាប់ធ្វើតូបលក់ដូរបានបងប្អូនមើលជាក់ស្ដែងគឺមានផ្ទះប្រជាពលរដ្ឋនៅជុំវិញមានប្រព័ន្ធភ្លើងហើយផ្លូវនេះបងប្អូនឆ្ពោះឡើងទៅដល់ផ្លូវកស៊ូខាងមុខនោះគេកំពុងតែចាក់ជ្រុយរាល់ហើយឡើងទៅដល់ផ្លូវជាតិលេខ5វិញបងប្អូនណាបាទផ្លូវនេះគឺឆ្ពោះឡើងទៅដល់ផ្លូវកស៊ូចិនប្រហែលជា5-600ម៉ែត្រទេហើយឡើងទៅដល់មុខសាលាខេត្តកំពង់ឆ្នាំងបាទទីតាំងអ៊ូអមែនតើបងប្អូនបាទអញ្ចឹងទេសម្រាប់បងប្អូនដែលកំពុងតែស្វែងចង់ទិញដីហើយសម្រាប់សង់ផ្ទះរស់នៅបងប្អូនអាចពិចារណាមកមើលទីតាំងដីនឹងផ្ទះនេះបានទិញហើយមានផ្ទះរស់នៅស្រាប់បាទហើយមានដីអាចបើកអាជីវកម្មបានទៀតបាទបងប្អូនមើលខាងក្នុងបាទខាងមុខនេះគឺមានរោងបងប្អូនអាចដាក់ជាចំណតឡានបានហើយសាច់ផ្ទះនេះគឺ5ម៉ែត្រគុណនឹង7ម៉ែត្រអត់បូកជាមួយនឹងផ្ទះបាយខាងក្រោយទេខាងក្នុងមានបន្ទប់គេង2បងប្អូនណាបាទហើយសាច់ដីពីចំហៀងនេះគឺទលាយល្អអញ្ចឹងបងប្អូនអាចធ្វើតូបធ្វើកន្លែងលក់ដូរអីវ៉ាន់ចាប់ហួយបោះដុំឬមួយក៏លក់ដូរអីវ៉ាន់អីប្រភេទគ្រប់ប្រភេទបាទបានទីធ្លាធំទលាយហើយមានដំណាំហូបផ្លែបងប្អូនគឺដំណាំល្អមែនតើមានស្វាយមានក្រូចមានល្ហុងមានចេកបាទហើយអត់ឆ្ងាយពីសាលាខេត្តទេបងប្អូនណាយើងចេញទៅសាលាខេត្តចេញទៅផ្សារលើផ្សារក្រោមអីតែ4គីឡូទេបាទ4គីឡូពីសាលាខេត្តទេបាទទីតាំងមួយនេះគឺល្អមែនតើបងប្អូនបាទអរគុណច្រើនពុកម៉ែបងប្អូនទាំងអស់គ្នាមានចំណាប់អារម្មណ៍អាចអញ្ជើញមកមើលទីតាំងតបានណាបាទទីតាំងល្អណាស់បងប្អូនបាទហើយតម្លៃធូរថ្លៃដោយថ្លៃកាត់ប្លង់រឹងជូនជាប្រភេទដីប្លង់រឹងស្រាប់បងប្អូនណាបាទសូមអរគុណសូមជម្រាបលា